បើយើងមានឱកាសធំប៉ុណ្ណានៃគេប្រមូលយើងរកស៊ីតែយើងមើលអត់ទាំងយល់ផងនឹងតែយើងទៅសម្រេចចិត្តរួចបានអត់នេះជារឿងដែលខ្ញុំសួរមកខ្លួនឯងថាអញ្ចឹងគឺខ្ញុំរៀនបើខ្ញុំរៀនមួយល្ពូច្រើនដែរមិនត្រឹមរៀនខ្លួនឯងគឺខ្ញុំបញ្ជូនកូនខ្ញុំបញ្ជូនក្មួយឲ្យទៅរៀនដោយសារតែខ្ញុំយល់ថានៅពេលដែលមនុស្សចាប់ផ្ដើមយល់មនុស្សចាប់ផ្ដើមចេះចាប់ផ្ដើមសម្រេចចិត្តហើយអញ្ចឹងខ្ញុំសុខចិត្តវិនិយោគទៅលើការរៀនសូត្រឲ្យគាត់ចំណេះដឹងហិរញ្ញវត្ថុវាមិនមែនជាគ្រាន់តែកម្រិតគិតលេខបូកលេខគណិតវិទ្យាសាមញ្ញឬក៏គេហៅថាជាគណនេយ្យដែលយើងរៀនធម្មតានោះទេវាជាបំណិនជីវិតមួយដ៏សំខាន់នៅក្នុងការប្រើប្រាស់លុយនឹងជាបទពិសោធន៍ខ្ញុំដំបូងចូល cash flow ដំបូងគឺដូចអ្នកទាំងអស់គ្នាអញ្ចឹងអត់ចេះកត់ទេហើយកត់ក៏អត់ត្រូវដែរតែអ្នកនេះនឹងចេះនៅពេលដែលរៀនម្ដងហើយម្ដងទៀតការរៀនបន្ថែមវាអត់មានអាក្រក់ទេការរៀនបន្ថែមគឺជាបច្ច័យមួយសម្រាប់ឲ្យយើងស្វែងរកគោលដៅនិងអ្វីដែលយើងប្រាថ្នាចង់បានសម្រាប់ខ្ញុំអ្វីដែលចាប់ផ្ដើមធ្វើឲ្យខ្ញុំចូលទៅដល់ cash flow គឺខ្ញុំចង់បង្កើតប្រាក់ចំណូលបន្ថែមក្រៅពីគេហៅថា active income ដែលចំណូលចេញពីការធ្វើការរបស់យើងដែលសម័យថាបើយើងឈប់ធ្វើការតើយើងមានអ្វីដែលជាគេហៅថាចំណូលឯករាជ្យមួយសម្រាប់ខ្លួនឯងនេះជាគំនិតមួយដែលបានចាប់ផ្ដើមវិនិយោគការរៀនសូត្រខ្លួនឯងណាមួយជីវិតរបស់ខ្ញុំគឺជាអ្នករៀនហើយជាអ្នកធ្វើការ mindset របស់ខ្ញុំជាអ្នកធ្វើការឬក៏អ្នកទាំងអស់គ្នាជាអ្នកធ្វើការមានចិត្តគំនិតមួយប្រុងប្រយ័ត្នច្រើនហើយខ្លាចច្រើននេះគឺជាអាកប្បកិរិយានិងបុគ្គលិកលក្ខណៈរបស់យើងអញ្ចឹងពាក្យសម្ដីទាំងអស់ហ្នឹងធ្វើឲ្យយើងមិនមានភាពក្លាហានគ្រប់គ្រាន់ទេនេះជាអ្វីដែលជាបទពិសោធន៍របស់ខ្ញុំបើសិនជាខ្ញុំចេះ cash flow ប្រហែលជាខ្ញុំអាចនឹងវិនិយោគបានលឿនជាងចេះប្រើប្រាស់ទ្រព្យបានលឿនដោយសារតែយើងខ្វះចំណេះដឹងហិរញ្ញវត្ថុនឹងឯងអញ្ចឹងនិយមន័យនៃហិរញ្ញវត្ថុរបស់ខ្ញុំយល់ថាវាមិនមែនជាគ្រាន់តែកម្រិតគិតលេខបូកលេខគណិតវិទ្យាសាមញ្ញឬក៏គេហៅថាជាគណនេយ្យដែលយើងរៀនធម្មតានោះទេវាជាបំណិនជីវិតមួយដ៏សំខាន់នៅក្នុងការប្រើប្រាស់លុយចំណុចដែលសំខាន់នៅក្នុងការប្រើប្រាស់លុយគឺទំនុកចិត្តនេះឯងពាក្យទំនុកចិត្តមានន័យថាឲ្យជំរុញឲ្យយើងរហូតដល់យើងហ៊ានសម្រេចចិត្តក្នុងខណៈពេលដែលយើងមានលុយហើយយើងមានទ្រព្យដែលអាចយកមកប្រើប្រាស់បានគឺយើងអត់ហ៊ានធ្វើទេដោយសារតែនិយាយចំយើងចាប់ផ្ដើមពី zero ដែលអត់ដឹងថា where to start ខ្មែរថាមិនដឹងទៅចាប់ផ្ដើមពីកន្លែងណាមុនហើយនេះជារឿងពិតរបស់ខ្ញុំចង់លើកទឹកចិត្តអ្នកនរគ្នានៅទីនេះថាអ្នកនរគ្នាមិនមានអីនឹងជារាំងស្ទះបើអ្នកនរគ្នាដឹងថាទៅបើកលបឿនខ្លួនឯងទៅប្រមាណបើនិយាយជិះម៉ូតូឬក៏ជិះឡានជ្រើសលបឿនខ្លួនឯងបើចង់បើក100ទំនុកចិត្តឲ្យកម្មជាកូដថា100នឹងលបឿន100បើយើងចង់ថាយើងបើកដំបូងយើងបើកក្នុងលបឿន30ហើយយើង start up increase លបឿនរបស់យើងនេះខ្ញុំចង់ឧទាហរណ៍ឲ្យស្ដាប់អញ្ចឹងចាប់ផ្ដើមចេញពីទំនុកចិត្តពេលដែលខ្ញុំកំពុងតែធ្វើការខ្ញុំធ្វើការនៅ NGO មួយដែលមានប្រាក់ខែរៀងច្រើនគួរសមតែខ្ញុំមានសំណួរមួយដែលគេហៅថាអង់គ្លេសថា clarity សួរថាចុះពេលខ្ញុំឈប់ធ្វើការទៅឬវាឈប់ជួលខ្ញុំត្រូវទៅធ្វើអីចំណុចដែលខ្ញុំរៀន2015រៀន YouTube.io ហើយស្អែកឡើងគឺមាន cash flow ហើយ cash flow នោះមិនដឹងថាកត់ថងមិនទេកត់អត់ត្រូវហ្មងហើយខ្ញុំធ្វើការឆ្លុះប្រចាំពេលនោះធ្វើឲ្យខ្ញុំរៀនសូត្រខ្លួនឯងថានេះហើយជារឿងដែលធ្វើឲ្យយើងអត់អាចសម្រេចចិត្តបានថាត្រូវធ្វើអី I need to start វាខ្មែរថាត្រូវទៅចាប់ផ្ដើមចេញពីឫសគល់បំបែកពីឫសគល់នៃគេហៅថាចំណេះដឹងហិរញ្ញវត្ថុណាបើចង់ឲ្យកម្ពុជាមានគឺប្រជាជនត្រូវចាប់ផ្ដើមចេះយល់អាហ្នឹងហើយយល់អាហ្នឹងមិនកុំចាប់ផ្ដើមធ្វើដល់អាជីវកម្មឲ្យសុខបីតែចេះកត់ត្រានិងចាត់ចែងលុយដែលបានមកពីចំណូលគេហៅថាចំណូលសកម្មពីប្រាក់ខែរបស់យើងក៏យើងអាចមានជីវភាពប្រសើរដែរចេះចាយស្រួលប៉ុន្តែយើងអត់ដឹងថាអាចចាយហើយហ្នឹងចាំបាច់ត្រូវចាយអត់អញ្ចឹងជីវិតរបស់យើងដូចគ្នាវាផ្លិចហើយឲ្យបានឆ្លុះប្រចាំអញ្ចឹងជាទៅអញ្ចឹងការលេង board game នោះវាធ្វើឲ្យយើងឆ្លុះប្រចាំពីជីវិតជាក់ស្ដែងរបស់យើងខ្លាំងមែនទែនហើយ board game លក្ខណៈពិសេសដែលខ្ញុំឲ្យតម្លៃគឺគេអង់គ្លេសថា kinesthetic គេថាជាការអនុវត្តជាក់ស្ដែងធ្វើឲ្យយើងទទួលអារម្មណ៍ជាក់ស្ដែងថាកត់កើតមិនកើតកត់ត្រូវមិនត្រូវទទួលបានអារម្មណ៍មិនពេលដែលលុយយើងអស់ពេលជំនាញមែនតើសូម្បីតែនៅក្នុងក្រុមយើង5 6នាក់យើងអាចខ្ចីលុយគេមកបាននៅពេលយើងចេះប្រើការចរចាចាអញ្ចឹងឱកាសនៃការ create opportunity ច្រើននៅពេលដែលយើង ready គេពាក្យថា ready លេងបើខ្ញុំលេងប្រហែលជាមិនតិចជាង100ដងទេមើលតាមមើលទៅព្រោះទាំងលេងមួយលោកគ្រូផងជីតាំងពីកំពង់ចាមទៅក្រុងបង5ទៅអញ្ចឹងទៅក្នុង offline ណាត្រូវទៅពីព្រោះបើយើងអត់យល់យើងមិនដឹងធ្វើអីកើតទេសម្រាប់ខ្ញុំ gain វាច្រើនមែនតើតកតងនឹង mindset របស់ខ្ញុំគឺ very strong ថា
ចង់ធ្វើអីគេវិនិយោគតែវិនិយោគលើអីហើយបើវិនិយោគហ្នឹងតែយើងត្រូវការលុយប៉ុន្មានហើយលុយហ្នឹងមកពីណាហើយទី2 board game នៅក្នុងការលេងហ្គេមមកម្ដងគឺយើងជួបមនុស្សច្រើនណាស់ដែលមកមានបទពិសោធន៍អ្នកនរនេះចាំថាយើងបកកែតែមានអ្នកបកកែច្រើនយើង6នាក់ទេនៅក្នុងក្រុមដែលលេងមួយយើងការលេង cash flow ពីម្ដងទៅម្ដងធ្វើឲ្យយើងស្ដាប់ភាសាហ្នឹងកាន់តែស៊ីជម្រៅការលេង board game ជួបស្ដាប់រៀនម្ដងហើយម្ដងទៀតធ្វើឲ្យយើងកាន់តែអភិវឌ្ឍខ្លាំងហើយក្នុងនោះការសម្រេចចិត្តរបស់យើងគឺនៅពេលដែលយើងយល់ understand ខ្ញុំចាប់ផ្ដើមធ្វើការវិនិយោគដោយខ្ញុំមានទំនួលខុសត្រូវមួយគឺទីមួយខ្ញុំសិក្សាលើ deal ដែលយើងទិញ deal នៅក្នុង board game ដូចគ្នាយើងត្រូវសិក្សា deal ហ្នឹងថាតើ deal ហ្នឹងពេលយើងទិញមកវាវិជ្ជមានឬអវិជ្ជមានតើយើងត្រូវមើលទៅលើ deal របស់យើងមានគុណភាពអីខ្លះពេលដែលខ្ញុំបានសិក្សាហើយ go and do it ហើយអ្វីដែល learn បានវាមិនមែនត្រឹមតែ achievement នៃការទិញ deal ទេអ្វីដែលខ្ញុំ learn បានថា we can do a lot more យើងអាចធ្វើរឿងច្រើនបានទៀតអញ្ចឹង base ទៅលើ calculation base ទៅលើធម៌ពលនៃចិត្តសាស្ត្រខ្លួនឯងដែលខ្ញុំនិយាយថា mindset មានន័យថាជាផ្នត់គំនិតរបស់យើងចង់មានសេរីភាពហិរញ្ញវត្ថុអត់មានខ្ញុំការរៀនគឺពិតជាការ investment មកខ្លួនឯងមុនគេក្នុងការបង្កើនប្រសិទ្ធភាពនៃគុណភាពជីវិតនៃការសម្រេចចិត្តសម្រាប់ទៅមុខទៀតខ្ញុំជឿថាខ្ញុំកាន់តែរៀនខ្ញុំកាន់តែមើលឱកាសកាន់តែច្រើនព្រោះបើសិនជាយើងជឿថាការរៀនរបស់យើងមានអីមួយធ្វើឲ្យយើងប្លែកនោះហើយគឺជាទុននៃការរៀនឲ្យធ្វើបើរៀនអត់ធ្វើអត់ចេះទេព្រោះ cash flow វាបង្រៀនឲ្យមនុស្សតកតងនឹងការមើលពីចិត្តសាស្ត្រឲ្យវិចិត្រសាស្ត្រសំខាន់ណាស់ចិត្តគំនិតផ្នត់គំនិតនៃការដើរនៃការសម្រេចចិត្តនៅក្នុង board game យើងអាចដឹងពីចិត្តគំនិតរបស់មនុស្សបានតើបងប្អូនចង់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុល្អប្រសើរជាងមុនមែនទេនេះជាឱកាសសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយ Master Campisit តាមរយៈ online ដែលបងប្អូនអាចសិក្សាបានពីគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលតែយើងផ្ដោតលើការយល់ដឹងអំពីស្ថានភាពផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកបង្កើនប្រាក់ចំណូលនិងបង្កើតប្រភពចំណូលច្រើនប្រភពធ្វើឲ្យអ្នកមានភាពវៃឆ្លាតនៅក្នុងការសម្រេចចិត្តវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងដំណើរផ្លូវកសាងទ្រព្យពិតប្រាកដជាចំណេះដឹងដែលអ្នកអាចអនុវត្តបានភ្លាមៗក្នុងជីវិតពិតប្រាកដចាំដល់ណាទៀតតើតើមកក្រុមការងារឥឡូវនេះដើម្បីចុះឈ្មោះអរគុណច្រើន